សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនដែលចង់ចិញ្ចឹមត្រីប្រាអាចមើលវីដេអូនេះបានចំពោះត្រីប្រាគឺមានរយៈពេល1ឆ្នាំដើម្បីធ្វើការប្រមូលផលផងដែរហើយត្រីប្រាជាសោតគឺយើងអាចប្រើប្រាស់ជាចំណីគ្រាប់ក៏បានប្រើចំណីផ្សំខ្លួនឯងក៏បានហើយចំណីដែលយើងអាចផ្សំបានមានដូចជាកន្ទុកត្រកួនក្បាលត្រីសាច់ត្រីនិងឆ្អឹងត្រីហើយបើសិនបងប្អូនមានត្រីអាចកាន់លាយជាមួយនឹងកន្ទុកបានយើងអាចធ្វើជាចំណីវាហើយបើសិនមានសារធាតុចិញ្ចឹមផ្សេងទៀតដែលយើងអាចបន្ថែមបានយើងលាយចូលគ្នាហើយយើងយកឲ្យត្រីប្រាស៊ីតែម្ដងចំពោះការប្រើប្រាស់ចំណីសម្រាប់វិញយើងអាចប្រើប្រាស់បានយើងអាចជ្រើសរើសក្រុមហ៊ុនណាដែលអាចមានកម្រិតប្រូតេអ៊ីនខ្ពស់ក្នុងការដាក់ទៅវាស៊ីធំលឿនយើងអាចគ្រប់គីឡូនៅក្នុងការប្រមូលផលផងដែរត្រីប្រាទាសោតរយៈពេល9ខែទៅ10ខែវាអាចគ្រប់គីឡូក្នុងការប្រមូលផលផងដែរហើយក្នុងនោះគឺចន្លោះពីខែ9ទៅខែ10វាអាច1ទៅ1គីឡូឬក៏2 1គីឡូកន្លះក៏មានអញ្ចឹងការចិញ្ចឹមត្រីប្រាវាឲ្យផលលឿនចំពោះជំងឺត្រីប្រាវិញវាអត់សូវមានច្រើនទេព្រោះថាត្រីប្រាធន់នឹងទឹកផងដែរចំពោះការដាក់ចំណីវិញក្នុងមួយថ្ងៃយើងអាចដាក់2ទៅ3ដងបានបើសិនបងប្អូនដែលមានលទ្ធភាពអាចដាក់3ដងក្នុងមួយថ្ងៃនោះនឹងត្រីប្រាបងប្អូនគឺធំលឿនផងដែរហើយនេះគឺកន្លែងដែលគាត់កិនចំណីដើម្បីឲ្យត្រីប្រាដំបូងគាត់ទិញពីទីផ្សារមកហើយគាត់បានកាត់ចាំជាតូចៗដើម្បីយកមកកិននៅក្នុងម៉ាស៊ីនបន្ថែមទៀតដើម្បីឲ្យវាតូចៗត្រីប្រាងាយក្នុងការស៊ីផងដែរប្រសិនបើចំណីដល់ក្នុងមួយថ្ងៃដាក់3ដងគឺត្រីប្រាត្រឹមតែ8ទៅ9ខែគឺអាចប្រមូលផលបានដោយសារការដាក់ចំណីច្រើនធ្វើឲ្យវាស៊ីបានច្រើនធ្វើឲ្យវាមានការធំធាត់លឿនបើសិនបងប្អូនមានលទ្ធភាពដាក់ក្នុងមួយថ្ងៃ2ទៅ3ដង2ដងនឹងធ្វើឲ្យត្រីប្រាបងប្អូនគឺអាចមានរយៈពេលទៅ9ទៅ10ខែដើម្បីធ្វើការប្រមូលផលសប្តាហ៍ថ្ងៃនេះគឺគេពេញនិយមនៅក្នុងការចិញ្ចឹមត្រីប្រាច្រើនមែនទែនដោយសារត្រីប្រាវាមានភាពងាយស្រួលក្នុងការចិញ្ចឹមត្រីប្រាផងដែរ